បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសូមយកព័ត៌មានមួយផ្សេងទៀតដែលតាក់ទងទៅនឹងការរកឃើញកុមារីអាយុ3ឆ្នាំម្នាក់នៅខេត្តកំពង់ស្ពឺបានកើតជំងឺផ្ដាសាយបាក់សី H5N1 ដែលមាន់ទាឈឺងាប់ជាប្រភពនៃជំងឺចម្លងបាទរាជធានីភ្នំពេញការរកឃើញករណីជំងឺផ្ដាសាយបាក់សីមួយករណីទៀតលើកុមារីអាយុ3ឆ្នាំរស់នៅក្នុងភូមិជែកឃុំស្វាយចជិបស្រុកបរសេតខេត្តកំពង់ស្ពឺខណៈបច្ចុប្បន្នអ្នកជំងឺកំពុងទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីយប់ថ្ងៃទី16តុលាបានដឹងដែរថាករណីជំងឺផ្ដាសាយបាក់សីលើកុមារីអាយុ3ឆ្នាំនេះស្ថិតនៅក្នុងខេត្តកំពង់ស្ពឺត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី15ខែតុលាឆ្នាំ2025អ្នកជំងឺមានរោគសញ្ញាគ្រុនក្តៅរាគក្អកនិងឈឺពោះបច្ចុប្បន្នអ្នកជំងឺកំពុងទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យតាមការសាកសួរបានបង្ហាញថានៅផ្ទះអ្នកជំងឺនិងអ្នកផ្ទះជិតខាងមានមាន់ទាឈឺនិងងាប់ជាបន្តបន្ទាប់ប្រហែល1សប្តាហ៍មុនថ្ងៃកុមារបានឈឺក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបាននឹងកំពុងសហការគ្នាជាមួយនឹងក្រុមការងារមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានលំដាប់គ្រប់ថ្នាក់ធ្វើការសង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនៅជំងឺផ្ដាសាយបាក់សីនិងការឆ្លើយតបទៅនឹងតាមវិធីសាស្ត្រនិងវិធីសាស្ត្របច្ចេកទេសស្វែងរកប្រភពចម្លងទាំងនៅលើសត្វនិងមនុស្សនិងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តចូលទៅក្នុងសហគមន៍ព្រមទាំងចែកជូនឱសថមីហ្វូដល់អ្នកប៉ះពាល់ជិតស្និទ្ធនិងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើនេះក្រសួងសុខាភិបាលក៏បានក្រើនរំលឹកសារជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នទៅលើជំងឺផ្ដាសាយបាក់សីជានិច្ចពីព្រោះជំងឺផ្ដាសាយបាក់សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋហើយក៏ប្រសិនបើមានអាការៈក្តៅខ្លួនក្អកហូរសម្បោរឬពិបាកដកដង្ហើមនិងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយនឹងមាន់ទាឈឺឬងាប់ក្នុងកំឡុង14ថ្ងៃមុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញាសូមកុំទៅជួបជុំឬទីប្រជុំជនដែលមានមនុស្សច្រើននិងត្រូវស្វែងរកការពិគ្រោះយោបល់ការពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ជៀសវាងការពន្យាពេលធ្វើឲ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុតាមក្រសួងសុខាភិបាលជំងឺផ្ដាសាយបាក់សី H5N1 គឺជាជំងឺផ្ដាសាយមួយដែលជាធម្មតាចម្លងរវាងសត្វបាក់សីឈឺទៅបាក់សីផ្សេងទៀតប៉ុន្តែជួនកាលវាក៏អាចចម្លងពីបាក់សីទៅមនុស្សផងដែរតាមការប៉ះពាល់ជិតស្និទ្ធជាមួយបាក់សីដែលបានឈឺឬងាប់នោះជំងឺផ្ដាសាយបាក់សីលើមនុស្សជាជំងឺធ្ងន់ធ្ងរដែលតម្រូវឲ្យមានការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលាទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្សប៉ុន្តែវាអាចបំលែងខ្លួនអាចឆ្លងដូចនឹងជំងឺផ្ដាសាយតាមរដូវកាលផងដែរក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋកុំឲ្យប៉ះពាល់ឬទទួលទានមាន់ទាឈឺឬងាប់និងពាក់ស្រោមដៃឬម៉ាស់ឬយកក្រមាចងបិទច្រមុះមុននឹងចាប់កាន់មាន់ទាធ្វើជាម្ហូបអាហាររួចហើយស្រុះវានៅក្នុងទឹកពុះមុននឹងបោចសម្អាតរោមត្រូវប្រកាន់ភ្ជាប់នៅការអនុវត្តអនាម័យលាងសម្អាតដៃឲ្យបានញឹកញាប់មុននឹងចាប់កាន់ចំណីអាហារជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វឬបោចសម្អាតរោមសត្វបាក់សីឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគត្រូវចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អមុនបរិភោគជាពិសេសសាច់សត្វបាក់សីនិងស៊ុតកុំទទួលទានពងមាន់ឬពងទាជាប់ភ្នៅទុកដាក់អាហារឆៅនិងឆ្អិនឲ្យដាច់ដោយឡែកពីគ្នាសម្អាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើននៅក្នុងផ្ទះឬក្នុងភូមិហើយមានអាការៈក្តៅខ្លួនក្អកហូរសម្បោរឬពិបាកដកដង្ហើមសូមប្រញាប់ស្វែងរកការពិគ្រោះយោបល់និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ជៀសវាងការពន្យាពេលធ្វើឲ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុព័ត៌មានថ្ងៃនេះមានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា